រឿងគោញីដែលមានដំណើររឿងដូចតទៅមានដំណើរពោលថាកាលនោះមានស្ដេចមួយអង្គមានគោញីមួយដែលទ្រង់ស្រឡាញ់អស់ពីព្រះハរតីនោះព្រះករុណាទ្រង់ជ្រាបថានឹងចិញ្ចឹមគោញីនោះឲ្យបានល្អគួរផ្ញើនឹងអ្នកស្រែស្រុកក្រៅនៅទីណាដែលមានស្មៅច្រើនល្អឲ្យគោនោះវាបានស៊ីឆ្អែតផងទ្រង់ព្រះចិន្តាដូច្នេះហើយទ្រង់ត្រាស់បង្គាប់ឲ្យចៅហ្វាយស្រុកមួយអ្នកឈ្មោះអុកមានងារនៅខេត្តដែលមានវាលធំល្អមកទទួលគោញីនោះនាំទៅខ្វៀលនៅឯស្រុកស្រែចៅហ្វាយស្រុកចូលមកហើយទ្រង់មានព្រះបន្ទូលថាត្បិតអញផ្ញើមេគោឲ្យមួយនេះឲ្យរះខេត្តចៅហ្វាយស្រុកឯងខ្វៀលរក្សាតែសត្វនេះយ៉ាងល្អចម្លែកប្លែកហើយអញស្រឡាញ់ណាស់ផងដូច្នេះឲ្យចិញ្ចឹមថែទាំឲ្យល្អប្រយ័ត្នបើមានឈ្មោះណាមួយមកប្រាប់ថាមេគោអញនោះវាស្លាប់អញនឹងកាប់ក្បាលអានោះឥតឡើយបានលើដូច្នេះហើយចៅហ្វាយស្រុកក្រាបទូលទទួលថាព្រះករុណាវិសេសហើយនាំគោញីនោះចេញទៅខេត្តវិញមកដល់ហើយចៅហ្វាយស្រុកប្រមូលអស់នាមឿនមេស្រុកជំពប់រះទាំងអស់ផ្ដាំថាគោញីមួយនេះរបស់លួងជាអង្គម្ចាស់ទ្រង់បានផ្ញើឲ្យខ្វៀលរក្សាថែទាំឲ្យបានល្អសុខសប្បាយតទៅមុខសេចក្តីនេះឲ្យនាមឿនចំការរះយកចិត្តទុកដាក់នឹងជួយទាំងអស់គ្នាឲ្យមេគោនេះចម្រើនកុំខានឡើយតែមិនឈឺឆ្អាលរក្សាទេឲ្យទៅជាអ្នកស្លាប់នោះព្រះករុណានឹងឲ្យកាប់ក្បាលយើងទាំងអស់គ្មានប្រណីឡើយនោះនាមឿនក៏រករើសភូមិណាដែលមានស្មៅច្រើនល្អយ៉ាងឯកឲ្យរះភូមិនោះយកមេគោរបស់លួងទៅខ្វៀលឲ្យសំខាន់ឲ្យរះក៏ចេះថែខំប្រឹងយកចំណីឲ្យមេគោនោះស៊ីរាល់តែគ្រប់គ្នាសពថ្ងៃវេលានោះមេគោនោះវាឡើងជាថតណាស់ពុំចេះដើររកស៊ីស្មៅទេចាំតែក្នុងរោងឲ្យរះយកអ្វីឲ្យវាស៊ីក៏រះចេះតែយកចំណីជាច្រើនពេញកញ្ជើការ៉ុងជារៀងរាល់វេលាយកស្មៅខ្ចីខ្លះសំណាបខ្លះទំពាំងឫស្សីខ្លះស្រូវខ្លះគួពោតខ្ចីខ្លះឯគោនោះវាស៊ីក្រៃពេកតលតែស្លាប់ទៅដោយតែវាស៊ីហួសឃើញដូច្នេះរះតូចចិត្តទៅប្តឹងជំពប់រត់ទាំងខ្លាចទៅប្តឹងមេស្រុកភ័យណាស់ពុំហ៊ានទៅជប់ចៅហ្វាយទៅប្តឹងនឹងស្មៀនភ័យពន្លឹកទៅជំរាបបលាត់ឮតាមសេចក្តីក៏ញ័រដៃញ័រជើងចូលទៅឯលោកចៅហ្វាយឃើញបលាត់ក៏សួរដូច្នេះថាកើតគ្រោះអ្វីក៏លោកបលាត់ញ័រជើងញ័រដៃយ៉ាងនេះនោះលោកបលាត់ឆ្លើយទៅវិញថាខ្ញុំប្របាទពុំហ៊ាននិយាយទេឯចៅហ្វាយប្រាប់ថាមិនអីទេឲ្យលោកបលាត់និយាយចុះនោះបលាត់និយាយថាសូមមេត្តាប្រុសត្បិតមេគោព្រះករុណាវាស្លាប់ទៅហើយលើដូច្នេះចៅហ្វាយស្រុកក៏ស្លុតញ័រសពសាច់ស្រែកថាខ្ញុំអើយម្ដងនេះឃើញជាផុតជីវិតហើយត្បិតលួងជាម្ចាស់ជីវិតមានព្រះបន្ទូលផ្ដាំថាបើនរណាទៅទូលថាមេគោនោះស្លាប់នឹងឲ្យកាត់ក្បាលយីខ្ញុំពុំព្រមទៅថ្វាយបង្គំក្រាបទូលតាមដំណើរទេឲ្យលោកបលាត់ទៅចុះឯបលាត់ប្រកែក
ឯការដែលចូលទៅក្រាបទូលព្រះករុណាក្នុងវេលានេះជាក្រសួងរបស់ចៅហ្វាយស្រុកពុំគួរប្រើនិមឺនទៅជួសឡើយប្រកែកគ្នាទៅវិញទៅមកជាយូរខ្លាំងណាស់កាលនោះជួនជាកូនក្រមុំចៅហ្វាយស្រុកដើរលេងក្នុងច្បារចិត្តខាងសាលាខេត្តឬចៅហ្វាយស្រុកជាឪពុកខ្សឹកខ្សួលដូច្នេះក៏នាងឡើងទៅលើសាលាសួរថាអើអើយមានការអ្វីបានជាបារម្ភចិត្តម្លេះនោះចៅហ្វាយស្រុកប្រាប់មកវិញថាកូនអើយឪពុកមានសេចក្តីវេទនាណាស់ត្បិតគោញីរបស់លួងវាស្លាប់ទៅហើយឯព្រះករុណាបានផ្ដាំថាបើអ្នកណាចូលទៅទូលក្រាបថាមេគោនោះស្លាប់ព្រះករុណានឹងកាត់ក្បាលអ្នកនោះឥតប្រណីហេតុនេះបានជាឪពុកមានធុរៈជាខ្លាំងពុំព្រមចូលទៅក្រាបទូលតាមសេចក្តីទេឮដូច្នេះហើយនាងឆ្លើយមកវិញថាកុំឲ្យឪពុកព្រួយចិត្តបើឪពុកមិនហ៊ានទៅមិនអីទេខ្ញុំសូមទៅជួសចៅហ្វាយស្រុកខាត់ពុំព្រមឲ្យនាងទៅក្រែងស្ដេចកាត់ក្បាលនាងតាមព្រះបន្ទូលឯចៅហ្វាយខាត់យ៉ាងណាក៏នាងក៏មិនព្រមស្ដាប់នាងតែងតែអង្វរឪពុកបើកផ្លូវឲ្យទៅដល់ចៅហ្វាយតល់គំនិតបើកកូនទៅតាមប្រាថ្នាចិត្តទៅនោះនាងរៀបរាប់តាមដំណើរស្លៀកសម្ពុតហូលល្អបងកមាប្រែយ៉ាងល្អចូលទៅកលនៅអង្គុយស្ងៀមនឹងគេនោះស្ដេចតូចឃើញនាងក្រមុំនោះមានរូបល្អណាស់មានព្រះបន្ទូលសួរថានាងមកពីណាអញពុំដែលស្គាល់មុខសោះនោះនាងក្រាបទូលថាពោម្ចាស់ខ្ញុំម្ចាស់មិនមែននៅក្រុងទេខ្ញុំម្ចាស់នៅស្រុកក្រៅខ្ញុំម្ចាស់ជាកូនចៅហ្វាយស្រុកឈ្មោះអុកនោះស្ដេចមានព្រះបន្ទូលសួរថាចៅហ្វាយស្រុកអុកដែលចិញ្ចឹមមេគោអញនោះឬនាងក៏ក្រាបទូលថាពោម្ចាស់ខ្ញុំម្ចាស់ជាកូនចៅហ្វាយស្រុកនេះឯងនោះព្រះករុណាក៏ត្រង់សមនោះណាស់សួរថាអាណាមេគោអញសពថ្ងៃនេះមេគោព្រះករុណាវាពុំចេះផឹកទឹកទេស្ដេចឮដូច្នេះឆ្ងល់ណាស់សួរទៀតថាវាស៊ីស្មៅស្រួលទេនោះនាងឆ្លើយឡើងវិញវាពុំចេះស៊ីស្មៅទេស្ដេចសួរថាបើសួរដូច្នេះមេគោអញវាធ្វើអ្វីនាងទូលថាវាពុំចេះបន្តម៉ូតទេនោះស្ដេចក៏ឆ្ងល់រឹតតែខ្លាំងឡើងសួរថាអ្វីទៀតឯនាងក្រាបទូលថាមេគូនោះវាលេងបន្តលមួកផងស្ដេចក៏ស្រែកថាណ៎ហើយមេគូអញពុំចេះផឹកទឹកពុំចេះស៊ីស្មៅលេងនោមលេងជក់អាចនោះដូចជាមេគោអញវាស្លាប់ទៅហើយនាងក៏ក្រាបបន្ទូលថាសូមទ្រង់ព្រះមេត្តាប្រោះព្រះករុណាមានព្រះបន្ទូលថាមេគោនោះវាស្លាប់ហើយឯខ្ញុំម្ចាស់មិនបានក្រាបទូលថាដូច្នេះសោះហេតុនេះហើយមិនមែនជាក្បាលខ្ញុំម្ចាស់ទេដែលគួរកាប់នោះលើដូច្នេះហើយស្ដេចក៏ទ្រង់សម្រួលពុំមានខ្ញាល់ឡើយទ្រង់បែរជាព្រះរាជទានរង្វាន់ទៅនាងវិញផងហើយមានព្រះបន្ទូលត្រាស់បង្គាប់ឲ្យទឹមព្រះរាជធរមួយនាំនាងវិលទៅផ្ទះវិញទ្រង់អភ័យទោសទាំងអស់បាទដំណើររឿងនេះក៏បានចប់តែត្រឹមនឹងបាទសូមអរគុណ